ការនិយាយគោរពនឹងជម្រាបសួរលោកលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាជាមួយនឹង podcast ដ៏ពិសេសរបស់យើងនៅថ្ងៃនេះដែលនេះគឺជាកម្មវិធី Beyond the Smile by Top One នេះខ្ញុំពិធីការនីខ្សែសម្ផស្សថ្ងៃនេះសប្បាយចិត្តខ្លាំងមែនទែនដែលកំពុងតែស្ថិតនៅក្នុងទីតាំងដ៏ពិសេសមួយអមទៅដោយលោកគ្រូជំនាញទាំងពីររូបប៉ុន្តែលោកគ្រូជំនាញទាំងពីររូបលោកមានជំនាញខុសពីគ្នាមួយខាងជាលោកគ្រូដែលជំនាញទៅលើផ្នែកវិទ្យាសាស្ត្រមួយខាងទៀតលោកមានជំនាញទៅលើជំនឿតាក់ទងទៅនឹងរាសីងៅហេងឬក៏ហុងស៊ុយដែលបងប្អូនរបស់យើងស្គាល់អញ្ចឹងថ្ងៃនេះនាងខ្ញុំចង់ណែនាំលោកអ្នកឲ្យបានជ្រាបអំពីប្រធានបទដ៏ពិសេសមួយដែលយើងនឹងជជែករួមគ្នាតាក់ទិនទៅនឹងសម្រស់ក៏ដូចជាស្នាមញញឹមអ្នកទាំងអស់គ្នាដឹងអត់ថានៅពីក្រោយស្នាមញញឹមវាមានរឿងរ៉ាវជាច្រើនដែលមួយចំនួននៃគ្នាយើងប្រហែលជាមិនដែលចាប់អារម្មណ៍ទេថាស្នាមញញឹមនេះពិតជាបាននាំនៅគេហៅថាឱកាសក៏ដូចជាធ្វើឲ្យរាសីនៃជីវិតរបស់យើងកើនឡើងទ្វេដងផងដែរអញ្ចឹងដើម្បីជ្រាបកាន់តែច្បាស់នេះខ្ញុំនឹងមានសំណួរមួយចំនួនដើម្បីជជែកពិភាក្សាជាមួយនឹងលោកគ្រូទាំងពីររូបប៉ុន្តែមុននឹងជៀនចូលទៅដល់ការជជែកលម្អិតអំពីប្រធានបទរបស់យើងដូច្នេះសូមបង្ហាញអារម្មណ៍លោកអ្នកមកស្គាល់សមាជិករបស់វាគ្មានកិត្តិយសទាំងពីររូបរបស់យើងតែម្ដងសូមគោរពជម្រាបសួរលោកគ្រូចាអញ្ចឹងដំបូងសូមអនុញ្ញាតលោកគ្រូផ្ដល់កិត្តិយសមុនគេក្នុងការណែនាំបាទពីសួរខ្ញុំជាតនដិតទ្រេណូដែលជាម្ចាស់ Top One Dental Clinic អរគុណខ្លាំងមែនទែនលោកគ្រូដែលបានផ្ដល់កិត្តិយសជាបន្តសូមអញ្ជើញលោកគ្រូចាបាទខ្ញុំគឺជាលោកគ្រូចិនសែម៉ុងដែលអ្នកនរគ្នាបានធ្លាប់ស្គាល់ហើយខ្ញុំគឺជាគ្រូចិនសែហើយរឿងរាសីនិងងៅហេងបាទចាសិតតែខ្លឹមតែម្ដងជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងនៅថ្ងៃនេះហើយប្រិមិត្តរបស់យើងទាំងអស់គ្នាដោយនេះខ្ញុំបានបង្ហាត់ជូនលោកអ្នកថ្ងៃនេះយើងជជែករៀងលម្អិតនិងស៊ីជម្រៅបន្តិចតាក់ទងទៅនឹងសុខភាពមាត់ធ្មេញក៏ប៉ុន្តែយើងនឹងផ្សារភ្ជាប់លោកអ្នកឲ្យបានជ្រាបអំពីងៅហេងព្រោះនេះខ្ញុំក៏មានចម្ងល់យូរហើយខ្ញុំជឿជាក់ថាលោកអ្នកប្រិមិត្តទស្សនិកជនជាមហាជនទូទៅក៏លោកចាប់ផ្ដើមងាកមកពេញនិយមជាមួយនឹងការស្វែងយល់បន្ថែមទៅលើរាសីក៏ដូចជាងៅហេងក៏ដូចជាហុងស៊ុយទាំងមូលដែរអញ្ចឹងថ្ងៃនេះយើងមានលោកគ្រូជំនាញលោកផ្ដល់កិត្តិយសហើយនេះខ្ញុំសូមការអនុញ្ញាតបើកសំណួរដំបូងគេបងអស់ចង់សួរលោកគ្រូតាក់ទងជាមួយនឹងរាសីវាមានតំណែងតំណងអីជាមួយនឹងងៅហេងដែរហើយលោកគ្រូអាចបកស្រាយពីប្រភពទាំងពីរនឹងខុសគ្នាបែបអូខេចឹងជាទូទៅបងប្អូនយើងគាត់តែងតែស្គាល់ហើយគាត់តែងតែឮថារាសីហើយងៅហេងហើយបងប្អូនខ្លះគាត់ក៏ច្រឡំថាមុខអត់មានរាសីចឹងទៅខ្លះក៏ថាអត់សូវមានងៅហេងសោះហ្នឹងហើយចឹងបើសិនជាគាត់និយាយថាមុខម្នាក់ហ្នឹងអត់សូវមានងៅហេងគឺត្រូវតែបើសិនជានិយាយថាមុខម្នាក់ហ្នឹងឬមួយក៏បុគ្គលម្នាក់ហ្នឹងមុខហ្នឹងអត់មានរាសីអាហ្នឹងគួរតែបដូរពាក្យយើងត្រូវប្រើពាក្យថាងៅហេងពីព្រោះរាសីនិងងៅហេងគឺវាមានភាពខុសពីគ្នារាសីគឺយើងនិយាយអំពីបើយើងនិយាយមកវាមើលអត់ឃើញទេរាសីវាជាកម្លាំងខាងក្នុងប៉ុន្តែពាក់ព័ន្ធជាមួយនឹងងៅហេងគឺគេនិយាយអំពីមុខរបស់យើងគឺពាក្យថាងៅនេះបើចិនទៅជាវ5បាទលេខ5របស់យើងអញ្ចឹងតម្រង់មុខរបស់យើងគឺមាន5ផ្នែកសំខាន់ដែលវាអាចបើយើងរៀបចំវាបានល្អគឺយើងចេញទៅខាងក្រៅដែលយើងតែងតែឮគេនិយាយថាអំណោយទានយើងប្រើពាក្យថាអំណោយទានអាចស្រួលយល់ជាងពាក្យថាមានរាសីមានងៅហេងអញ្ចឹងពីរនេះគឺដាច់គ្នាប៉ុន្តែវាមានតំណែងគ្នាឧទាហរណ៍ថារាសីគឺកម្លាំងខាងក្នុងសមត្ថភាពរបស់គាត់សំណាងរបស់គាត់មកដល់ប៉ុន្តែងៅហេងរបស់គាត់គឺជាមនុស្សម្នាក់ដែលទៅខាងក្រៅអត់មានអំណោយទានទេអញ្ចឹងគ្រាន់តែឈប់ម៉ូតូទិញអីវ៉ាន់គេប្រាប់គាត់ថាប្រយ័ត្នបន្តិចយកលុយសិនចាំឲ្យអីវ៉ាន់ក៏ប៉ិតគាត់មនុស្សល្អទេតែបើសិនជាគាត់មានរាសីហើយមានងៅហេងល្អគឺគ្រាន់តែហាមាត់បើយើងទៅទិញបាយអ៊ីហ្នឹងលួចថែមបាយឲ្យមួយវែកទៀតអញ្ចឹងគាត់ថាអូននេះល្អមនុស្សល្អហ្មងអញ្ចឹងគាត់ថែមបាយឲ្យតែអ្នកខ្លះគាត់មានងៅហេងប៉ុន្តែអត់មានរាសីអញ្ចឹងមានថាមុខមាត់ហ្នឹងគឺមើលមកអាដំបងណាគាត់ថាឈប់មកគឺថាអូម្នាក់ហ្នឹងល្អប៉ុន្តែនៅមួយយូរទៅដូចមិនទេហ្នឹងហើយដូចអត់សូវស្រួលមិនទេនេះហើយគឺភាពវាយោងគ្នារវាងរាសីនិងងៅហេងបាទលោកគ្រូមិញលោកគ្រូបានជម្រាបតាក់ទងជាមួយនឹង5ធាតុដែលមានតាក់ទងជាមួយងៅហេងផ្ទៃមុខរបស់យើងទាំងមូលតែម្ដងថ្ងៃនេះនាងខ្ញុំចង់ស៊ីជម្រៅបន្តិចតាក់ទងមួយធាតុមួយទៀតតាក់ទងនឹងស្នាមញញឹមអញ្ចឹងខ្ញុំគិតថាសម្រាប់នាងខ្ញុំហ្មងជាពិធីករស្នាមញញឹមឬក៏ការប្រស័យតាក់ទងវាជាអាជីពដែលដូរបាយឯងរាល់ថ្ងៃហ្នឹងអញ្ចឹងខ្ញុំរស់នឹងស្នាមញញឹមប៉ុន្តែមានបងប្អូនយើងខ្លះលោកអត់ដែលហ៊ានញញឹមទេដោយសារមានកត្តាច្រើនអញ្ចឹងនៅក្នុងនោះវាអាចតាក់ទងមួយបញ្ហាមាត់ធ្មេញវាបញ្ហាអីចឹងទៅអញ្ចឹងខ្ញុំចង់ឲ្យលោកគ្រូជម្រាបបន្ថែមដែរថាតើអាបញ្ហាមាត់ធ្មេញហ្នឹងវាបានជះឥទ្ធិពលខ្លាំងទាំងស្រុងទៅលើងៅហេងរបស់យើងដែរជាទូទៅបញ្ហាមាត់ធ្មេញយើងនិយាយពីមាត់បើយើងវាជាមួយធ្មេញហ្នឹងវាមួយគ្នាទេអញ្ចឹងពាក់ព័ន្ធជាមួយនឹងមាត់ពួកខ្ញុំតែងតែប្រើពាក្យថាជាទ្វាបើចិនក៏គេហៅថាខោដែរអាហ្នឹងបើយើងផ្ទះគេហៅថាមិនក្រអាហ្នឹងទ្វារផ្ទះអញ្ចឹងផ្ទះបើយើងនិយាយពីផ្ទះវិញគេមើលទ្វារបើទ្វារហ្នឹងចំកន្លែងល្អខាងមុខ
ទ្វារហ្នឹងអត់មានអីបាំងអត់មានអីអញ៉ៃមានន័យថាទ្វារហ្នឹងគឺអាចផ្ដល់ធម្មពលឬមួយក៏ឈីហ្នឹងមួយខ្មែរហៅថាខ្យល់ល្អចូលក្នុងផ្ទះតែបើសិនជានៅមុខទ្វារផ្ទះរបស់យើងវាមានសម្រាមបើកទ្វារមកគឺខ្យល់បក់មកជូរធំសម្រាមហ្មងអញ្ចឹងវាធ្វើឲ្យផ្ទះរបស់យើងទាំងមូលនេះអត់មានកម្លាំងល្អទេយើងចូលទៅគឺយើងអាប់អួរហើយយើងអត់ចង់នៅផ្ទះរបស់យើងទេវាមិនខុសពីមាត់មនុស្សទេបើសិនជាយើងធៀបទ្វារយើងនិយាយពីសម្រាមតែបើមាត់គឺយើងនិយាយអំពីកតិកទីកបោឬមួយក៏ស្នាមខ្មៅលើថ្មិញនេះដែលវាមានក្លិនមិនល្អចេញទៅខាងក្រៅហ្នឹងបើយើងទៅជួបគេមុខយើងទាំងអស់ល្អអត់អីទេតែបើមាត់យើងអត់ល្អហ៊ានតែនិយាយដាច់លៀបនឹងបាត់អញ្ចឹងតោះតែគុំនិយាយបើហ៊ានបើចង់រក្សាមាត់ហ្នឹងឲ្យវាស្អុយបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងងៅហេងមុខគឺវាសំខាន់ទាំងអស់គឺអត់មានមួយណាដែលថាសំខាន់ជាងមួយណាទេប៉ុន្តែបើយើងនិយាយពីអ្នកដែលបិទចុងក្រោយគេប្រមូលផលបើយើងនិយាយពីការហួរនៅគេហៅថា close sale ចាគឺមាត់គេគ្រាន់តែឃើញយើងតែគ្រាន់តែហាមាត់មកគេលែងនិយាយហៅហ្មងអានឹងបាត់លៀបដូចគ្នាកន្លែងនេះខ្ញុំគិតថាប្រហែលជាបុគ្គលមួយចំនួនគាត់អត់ចាប់អារម្មណ៍ទេលោកគ្រូគាត់ចង់បានจมูกឡើងខ្ទង់គាត់ចង់បានចាមស្អាតភ្នែកស្អាតទម្រង់មុខផូរផង់ភ្លឺរលោងក៏ប៉ុន្តែពេលខ្លះមើលរំលងទៅលើកត្តាមាត់ធ្មេញដែរអញ្ចឹងខ្ញុំសូមឆ្លៀតឱកាសនេះចូលទៅដល់លោកគ្រូវិញម្ដងដោយសារតែបញ្ហាកត្តាមាត់ធ្មេញហ្នឹងវាជារឿងទូទៅរបស់មនុស្សហើយប៉ុន្តែយើងអត់សូវបានយកចិត្តទុកដាក់នៅក្នុងការគេហៅថាថែរក្សាវាឯងតើតើមានបញ្ហាទើបយើងមករកអ្នកជំនាញអីចឹងទៅលោកគ្រូអញ្ចឹងចង់ឲ្យលោកគ្រូផ្ដល់ជាគេហៅថាបើកចំហមួយដើម្បីឲ្យប្រិយមិត្តរបស់យើងស្វែងយល់បន្ថែមថាតើសុខភាពមាត់ធ្មេញវាសំខាន់ប៉ុណ្ណាពីព្រោះវាផ្សារភ្ជាប់ជាមួយនឹងងៅហេងដែរអញ្ចឹងថាតើយើងគួរសម្អាតអនាម័យឬថែទាំបែបណាដែរតែទៅមួយសុខភាពមាត់ធ្មេញរបស់យើងទូទៅជាទូទៅងៅហេងខ្ញុំមិនបានសិក្សាជាជំរឿក៏ប៉ុន្តែវាជាបញ្ហាមួយកត្តាមួយដែរយើងជួបគេយើងមានមុខមាត់មួយដែលស្អាតអញ្ចឹងមុខមាត់ស្អាតហើយភ្នែកក៏ស្អាតក៏ប៉ុន្តែបញ្ហាអ្នកមួយចំនួនដែលខ្ញុំបានជួបហ្នឹងគឺគាត់មានបញ្ហាមិនហ៊ានហាមាត់ពេលដែលថ្ងៃមួយដែលគាត់មានបញ្ហាមាត់ធ្មេញមិនសូវជាល្អដូចជាឈឺគាត់ត្រូវការមកជួបខ្ញុំពេលហ្នឹងគាត់សូម្បីតែបើកមាត់គាត់ក៏មិនហ៊ានបើកមាត់ខ្ញុំមើលដែរបាទនេះជាបញ្ហាសុខភាពមាត់ធ្មេញដែលគាត់មានអញ្ចឹងគាត់មានបញ្ហាអស់ហ្នឹងដែលគាត់ពីក្មេងឬក៏សង្គមយើងបានយល់ដឹងពីបញ្ហាមាត់ធ្មេញហ្នឹងអញ្ចឹងគាត់ក៏មិនបានចូលរួមទៅពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំដូចថាគាត់មិនបានទៅលាងធ្មេញឬក៏គាត់បានទៅឆែកការពារនៃធ្មេញតើមានបញ្ហាពុកឬក៏អត់អញ្ចឹងណាអញ្ចឹងគាត់បានខ្វល់ពីបញ្ហាសុខភាពមាត់ធ្មេញទាំងអស់អញ្ចឹងធ្វើឲ្យគាត់ពេលដែលគាត់មានបញ្ហាពុកបែកឬក៏គាត់មានក្លិនមាត់យើងគាត់ចាប់ដើមគ្មានការញញឹមបាទអញ្ចឹងគាត់បាត់បង់នេះជឿទុកចិត្តខ្លួនឯងដោយសារការគាត់មានក្លិនមួយដែលមិនល្អចំពោះគេហ្នឹងអូយអរគុណខ្លាំងមែនតើលោកគ្រូចាំមួយទៀតខ្ញុំចង់ដឹងបន្តិចតើតោះមួយទូទៅមុននឹងខ្ញុំបានលើកឡើងតើតោះនឹងការឈឺមនុស្សធម្មតាតើឈឺបានស្គាល់ពេទ្យអញ្ចឹងនៅក្នុងករណីសេវាកម្មមាត់ធ្មេញឬក៏ដើម្បីឲ្យមាត់ធ្មេញយើងបានល្អយើងត្រូវមានរឿងអីគេខ្លះសម្រាប់សេវាកម្មតែម្ដងលោកគ្រូបាទដើម្បីសុខភាពមាត់ធ្មេញដែលបានល្អគាត់តាំងពីចាប់ដើមពីកំណើតដែលកើតមកគឺពុកម្ដាយជួយថែរក្សាឲ្យគាត់បាទអាចនាំទៅតនដិតដែលគាត់មានជំនាញហើយបើសិនជាគាត់មានបញ្ហាគិតពិចារណានៅក្នុងការមាត់ធ្មេញគាត់គួរតែនៅក្នុងមួយឆ្នាំម្ដងឬក៏កន្លះឆ្នាំម្ដងគាត់គួរទៅដល់clinic ដែលប្រចាំតំបន់គាត់ដែលគាត់បានពិនិត្យសុខភាពមាត់ធ្មេញគាត់អញ្ចឹងគាត់មានការឆែកទូទៅដូចជាការclean ធ្មេញឬក៏គាត់បានសម្អាតធ្មេញហើយគាត់នឹងមានការថត X-ray ជាប្រចាំឆែកសុខភាពមាត់ធ្មេញដោយសារបច្ចេកវិទ្យាថ្មីនេះគឺមានដោយជា CT scan ដែលយើងអាចដំណោះស្រាយនឹងការឆែកអាប់នៅក្នុងមាត់ធ្មេញយើងហ្នឹងដោយសម័យ digital យើងមានជា AI ជួយវិភាគទៅរោគវិនិច្ឆ័យសុខភាពមាត់ធ្មេញគាត់ទៀតបាទអញ្ចឹងគាត់នឹងមានតើបញ្ហាដែលគាត់កើតឡើងនៅក្នុងមាត់ទាំងតមដិតគាត់អាចវិភាគហើយនឹងអាចឲ្យភាពជាក់លាក់នៃការព្យាបាលបានអញ្ចឹងថែទាំសុខភាពជាប្រចាំចាប់ផ្ដើមតាំងពីកុមារភាពមកពីកុមារភាពបាទអ្នកម៉ាក់ជួយសម្អាតទៅពេលធំដឹងក្តីអាចសម្អាតអនាម័យខ្លួនឯងក៏ប៉ុន្តែជាប្រចាំឆ្នាំឬក៏យ៉ាងហោចណាស់មួយឆ្នាំម្ដងត្រូវមកឆែកសុខភាពមាត់ធ្មេញតើមានបញ្ហាអីអត់យើងអាចព្យាបាលតាន់ពេលវេលាអត់ឬក៏យើងគ្រាន់តែមកសម្អាតដើម្បីឲ្យធ្មេញយើងមានអនាម័យលោកគ្រូចុះមួយទៀតក្រៅតែពីការព្យាបាលខ្ញុំឃើញមួយរយៈចុងក្រោយបងប្អូនយើងចូលចិត្ត
ធ្វើការផ្ដល់នៅសភនភាពមាត់ធ្មេញព្រោះធម្មតាយើងជឿជាក់ថានៅពេលដែលធ្មេញយើងស្អាតយើងញញឹមទៅស្រស់ស្រាយយើងមានភាពជឿជាក់ចេញពីខាងក្នុងអញ្ចឹងសភនភាពមាត់ធ្មេញនេះតើនៅក្នុងសេវាកម្មទូទៅដែលយើងអាចធ្វើបានគេធ្វើអីគេខ្លះដែរលោកគ្រូដើម្បីឲ្យធ្មេញយើងស្អាតជាងមុនអីចឹងណាបាទនេះជាសំណួរមួយដែលល្អព្រោះនៅក្នុងបច្ចុប្បន្ននេះមនុស្សយើងត្រូវការភាពស្អាតមួយដែលយើងនៅក្នុងដោយសារជាយុគសម័យថ្មីការរស់ស៊ីឬក៏ជាវិភាគផ្សេងគឺការប្រជែងគ្នាខ្លាំងដូច្នេះការសម្រស់តាក់ទាញមែនបាទទីហោដូចជាគាត់ត្រូវការថ្មីមួយដែលសស្អាតបាទអញ្ចឹងមុននឹងសស្អាតគាត់គួរថែសារសុខភាពមាត់ថ្មីអញ្ចឹងគាត់ឆែកអាប់នៅក្នុង clinic ដែលគាត់អាចឆែកបានដូចជាគាត់ឆ្លងកាត់ការមកអាប់ជា digital ដែលយើងអាចមើលឃើញសុខភាពមាត់ធ្មេញគាត់ដែលមើលទៅឃើញសភនភាពកើតឡើងនៅក្នុងសភនភាពហ្នឹងទើបជ្រើសរើសសម្រាប់ចិត្តតើស្នាមញញឹមគាត់ហ្នឹងកែប្រែប៉ុណ្ណាដែរបាទលោកគ្រូខ្ញុំឃើញគេដាក់ brace អាហ្នឹងវាជាការកែលម្អមួយដែរទៅបាទមុនដំណាក់កាលដែលយើងកែសភនភាពស្អាតគឺយើងត្រូវជួបតំដិតដែលជំនាញខាងពុតធ្មេញហ្នឹងសិនហ្នឹងដាក់ brace ហ្នឹងហើយដែលយើងកែសភនភាពគាត់គួរទៅដើរទៅផ្លូវណាអញ្ចឹងដុកទ័រគាត់មាន plan ទុកជាមុនដោយប្រើ digital scan ហ្នឹងអញ្ចឹងគាត់មានជាមកអាប់ដោយ scan digital ហ្នឹងដើម្បីវិភាគនៅស្នាមញញឹមរបស់គាត់បាទអញ្ចឹងឆ្លងកាត់ការបែបហ្នឹងហើយទើបយើងសម្រេចចិត្តថាតើគាត់គួរតែពុតថ្មិញឬក៏មិនពុតបាទអញ្ចឹងយើងមាន plan ច្បាស់លាស់ចាមួយវិញទៀតលោកគ្រូចាំបើឧទាហរណ៍ថាថ្មិញខ្ញុំវាដូចមិនសូវស្អាតខ្មៅពីកំណើតអីចឹងណាលោកគ្រូអញ្ចឹងខ្ញុំចង់បានថ្មិញរាងសដើម្បីកែប្រែរាសីរបស់ខ្ញុំដែរនៅក្នុងសេវាកម្មហ្នឹងគេត្រូវពាក់ថ្មិញសមិនលោកគ្រូអាចជំរាបបានអត់អាហ្នឹងតែទៅមួយសម្រស់ថ្មិញបាទក្នុងលក្ខខណ្ឌដែលគាត់ចង់បានសភនភាពសម្រស់សនៃថ្មិញហ្នឹងគាត់អាចជ្រើសនៅខា whitening បាទយើងក៏គាត់ជា home whitening បានដែរពីជំរើសហ្នឹងតែទៅនឹង whitening នៃកែសម្ផស្សនៃ whitening ហ្នឹងយើងអាចเป็นសុខភាពមាត់ធ្មេញមុនសិនមុននឹងធ្វើហ្នឹងបាទបើសិនជាមានបញ្ហាសុខភាពមាត់ធ្មេញដែលមិនល្អអញ្ចឹងយើងអាចកែសម្រួលហើយទើបយើង whitening អញ្ចឹងទើបមានស្នាមញញឹមមួយដែលល្អបំផុតចុះពេលយើងបិទដល់លោកគ្រូអាបញ្ហាយើងបិទធ្មេញដូចខ្ញុំឃើញតារាគាត់បិទធ្មេញស្អាតអីអញ្ចឹងអាហ្នឹងវាមួយយ៉ាងដែរលោកគ្រូអាហ្នឹងគេសេវាកម្មហ្នឹងបែបណាដែរសេវាកម្មហ្នឹងយើងអាចថាចែកចេញជាច្រើនដោយសារគាត់ជឿបែបម៉េចដូចឧទាហរណ៍ថាគាត់ត្រូវការពេលវេលាខ្លីដោយគាត់មិនបានទៅគិតពីបញ្ហាសុខភាពមាត់ធ្មេញថ្ងៃក្រោយដូចជាថាគាត់ទៅប៉ះយក material មួយចំនួនដែលយកបៀកបិទក្នុងរយៈពេលខ្លីមួយដែលគ្មាន plan អញ្ចឹងក៏គាត់អាចមើលទៅឃើញសស្អាតក៏ប៉ុន្តែគាត់នឹងមានហានិភ័យថ្ងៃក្រោយបាទអញ្ចឹងគាត់អាចមានបញ្ហាពុកធ្មេញឬធំក្លិនមាត់ហ្នឹងបាទអញ្ចឹងក៏គាត់មានជំរើសផ្សេងមួយទៀតដែលគាត់មាន plan ទុកសិនគាត់នឹងមានការថតរូបដោយយើងមានការ plan ទី 2D ហ្នឹងបាទអញ្ចឹងយើងអាចឃើញមកអាប់ដោយ 2D ហើយទើបយើងបានព័ត៌មានមួយជាក់លាក់សិនហើយទើបយើងឲ្យរកវិនិច្ឆ័យគាត់តើគាត់គួរតែធ្វើអីមុនដើម្បីដោះស្រាយដើម្បីមានផលភាពលោកគ្រូក្រៅពីសុខភាពមាត់ធ្មេញទូទៅតកតមួយការអនាម័យសម្អាតក៏ដូចជាការព្យាបាលខ្ញុំឃើញថាមួយរយៈចុងក្រោយមានបងប្អូនរបស់យើងគាត់ចាប់អារម្មណ៍ច្រើនទៅលើការកែសម្ផស្សសោភ័ណភាពមាត់ធ្មេញរបស់យើងអញ្ចឹងលោកគ្រូអាចជំរាបបានអត់ដើម្បីកែសោភ័ណភាពមាត់ធ្មេញយើងមានសេវាកម្មអីគេខ្លះដែលយើងអាចធ្វើបានបាទកែសម្រួលសោភ័ណភាពមាត់ធ្មេញយើងអាចមានក្នុងការ whitening បាទហើយក៏យើងអាចមានក្នុងការបិទធ្មេញអសរដែរបាទអូខេលោកគ្រូចុះ brace យើងរាប់ពីជាការថែទាំសុខភាពព្យាបាលឬក៏ផ្ដោតទៅលើសម្រស់ដែរលោកគ្រូផ្ដោតទាំងពីរគាត់ផ្ដោតជាសុខភាពមាត់ធ្មេញហើយក៏ផ្ដោតនៅក្នុងការសម្រស់ដែរចាអញ្ចឹងឥឡូវនេះខ្ញុំចង់ឲ្យប្រិមិត្តរបស់យើងទាញចំណាប់អារម្មណ៍មកងាកទៅកាន់ខាងផ្នែកងៅហេងវិញម្ដងអញ្ចឹងនៅក្នុងទម្រង់វិទ្យាសាស្ត្រយើងដឹងអស់ហើយសុខភាពមាត់ធ្មេញមានវិធីច្រើនណាស់ដែលអាចថែទាំយើងបានឲ្យបានទាំងសុខភាពល្អអត់មានបញ្ហាឈឺចុកចាប់ហើយក៏មានសម្រស់ស្រស់ស្អាតដែរលោកគ្រូតើតើមួយងៅហេងវិញម្ដងបើសិនជាខ្ញុំមានសំណាងកើតមកធ្មេញស្អាតសខ្ញុំប្រកែថែទាំអីជាដើមមិនអីទេប៉ុន្តែបើសិនជាខ្ញុំអត់មានសំណាងហើយខ្ញុំចង់កែសោភ័ណភាពរបស់ខ្ញុំឧទាហរណ៍លើកមួយចុះលោកគ្រូតើតើមួយការបិទធ្មេញឲ្យសតើលោកគ្រូគិតថានៅពេលដែលខ្ញុំបន្ថែមសោភ័ណភាពនឹងវាជួយលើករាសីងៅហេងខ្ញុំអត់ដែរអត់
បងទីកននៅតែលើករាសីលើកងោហេងណាតែប៉ុនជាមួយនឹងការបិទថ្មិញសនេះក៏ជាផ្នែកមួយដែលធ្វើឲ្យងោហេងរបស់យើងឡើងមកកម្រិតដែរប៉ុន្តែបើសិនជានេះគេហៅថាចេះយើងបានឆ្លងកាត់ការយើងកែច្នៃបាទថ្មិញរបស់យើងឲ្យសលើពីធម្មជាតិរបស់យើងអញ្ចឹងក៏មានឥទ្ធិពលឬមួយក៏មានផលដែរនៅក្នុងវិជាងោហេងតែវាមិនបានយូរទេមានន័យថាបើសិនជាការដែលយើងបិទថ្មិញហ្នឹងប៉ុន្តែវាយើងអត់បានថែទាំល្អយើងអត់បានមកតាមការកំណត់របស់លោកគ្រូពេទ្យទេវាធ្វើឲ្យថ្មិញខាងក្នុងមានបញ្ហាឧទាហរណ៍ថាខ្ញុំធ្លាប់ជួបអ្នកខ្លះគាត់បិទឲ្យគាត់អត់បានថែវាទៅជាកក្រិចជាងមុនណាអាហ្នឹងក៏វាអាចប៉ះទៅលើថ្មិញធម្មជាតិរបស់គាត់ដែលអាចធ្វើឲ្យងោហេងរបស់គាត់មានការប៉ះពាល់ដូចគ្នាដូច្នេះហើយការថែរក្សាមាត់ថ្មិញគឺយើងត្រូវតែប្រុងប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការបិទថ្មិញនេះគឺត្រូវតែ take care ឲ្យបានល្អក្លិនឬមួយក៏សម្រស់វានៅតែល្អដដែលហើយមួយទៀតខ្ញុំលើកទឹកចិត្តឲ្យមកតាមការណាត់របស់គ្រូពេទ្យទៅដើម្បីពិនិត្យថាវាយ៉ាងម៉េចដែរបើវានៅល្អយើងបន្តទៀតងោហេងយើងនៅតែល្អមួយទៀតពាក់ព័ន្ធជាមួយនឹងពណ៌វិញអ្នកខ្លះគាត់ចង់បានសប៉ុន្តែគាត់អត់បានសិក្សាពីមុខមាត់របស់គាត់សម្បុរស្បែកគាត់ទេអញ្ចឹងមានន័យថាគាត់ធ្វើឲ្យថ្មិញគាត់នឹងសលើសផ្នែកផ្សេងញ៉ាំងោហេងរបស់គាត់អញ្ចឹងគេភ្នែកគាត់ស្អាតដែរប៉ុន្តែនៅពេលដែលគាត់និយាយមួយគេញ៉ាំថ្មិញមកគឺគេចាប់អារម្មណ៍ថ្មិញវិញគេថាមិនបានបើភាសាយើងនិយាយថាមិនថ្មិញហោះអញ្ចឹងតែឯងណាបាទអញ្ចឹងគេធ្វើឲ្យធាតុមាសរបស់គាត់ហ្នឹងគឺកើនឡើងខ្ពស់ដែលធ្វើឲ្យអ្នកដែលគាត់ឃើញដៃគូដែលសន្ទនាហ្នឹងមានអារម្មណ៍ថាគាត់ហ្នឹងរៀងអំនួតរៀងចង់អួតក្អេងក្អាងហ្នឹងគេរៀងដកចិត្តចាប់ដើមគូសញ្ញាខ្វែងទៅលើអត្តចរិតគាត់មួយហើយអញ្ចឹងកន្លែងនេះខ្ញុំជឿជាក់ថាបងប្អូនដែលគាត់មកដាក់ថ្មិញគាត់ប្រកាសជាត្រូវការលោកគ្រូដែលគាត់អាចដែរនេះខ្ញុំគិតថាប្រហែលជាមានបច្ចេកទេសធ្វើពណ៌ហើយមើលទៅមែនទេលោកបាទមានបាទអញ្ចឹងពណ៌តេតូនពណ៌ថ្មិញយើងអាចជ្រើសរើសបានច្រើនបានបច្ចេកទេសនៃការធ្វើថ្មិញតេតូននឹងបិទថ្មិញអក្សរហ្នឹងបាទអញ្ចឹងបិទថ្មិញអក្សរយើងអាចមានជំរើសច្រើនដែលតេតូននឹងការបិទថ្មិញទូទៅគាត់អាចជាប្រើជា material ជាជ័រដែលអាចមកបិទក៏តែវាមានភាពកើតឡើងបញ្ហាច្រើនជាការលាកឬក៏ពុកថ្មិញហ្នឹងបាទអញ្ចឹងក៏គាត់អាចជ្រើសរើសផ្សេងទៀតដែលជាmaterial ផ្សេងដែលគេហៅថាជាពាក្យសាមញ្ញគេហៅថាជា glass ជាកញ្ចក់បាទឬក៏សារធាតុគីមីខ្លះដែលហៅថា disilicate អញ្ចឹងក៏យើងអាចជាជ្រើសរើស material បែបហ្នឹងដែលតំដោយគាត់ស្ទាត់ជំនាញក្នុងការអាជីពរបស់គាត់ដែលគាត់យល់ដឹងក្នុងហ្នឹងចាខ្ញុំឆ្ងល់លោកគ្រូដោយសារតែយើងដឹងហើយនៅពេលដែលយើងកែសភនភាពទៅវាអាចធ្វើឲ្យងោហេងយើងឡើងប៉ុន្តែបងប្អូនយើងខ្លះដល់ពេលដែលគាត់បិទថ្មិញអត់ត្រូវវាធ្វើឲ្យគាត់ទៅជាមនុស្សម្នាក់ដែលមិនទទួលបានសភនភាពស្អាតវិញខ្ញុំធ្លាប់មានបងស្រីដែលខ្ញុំស្គាល់គាត់បិទថ្មិញលោកគ្រូកាលមុនពេលគាត់បិទថ្មិញខ្ញុំអត់សូវបានចាប់អារម្មណ៍លើមាត់ថ្មិញរបស់គាត់ប្រហែលទេដល់ពេលគាត់បិទទៅវាទៅជាទល់មាត់របស់គាត់សម្រស់របស់គាត់នឹងវាលែងស្អាតមួយវិញទៀតដល់ពេលដែលគាត់និយាយមកគឺខ្ញុំមើលតែថ្មិញគាត់ហើយវាមិនបានជាទីពេញចិត្តដែលថាធ្វើឲ្យគាត់ឡើងរាសីអីទេអញ្ចឹងក្នុងករណីនេះខ្ញុំចង់ត្រឡប់ទៅរឿងងោហេងដែរថាតើវាមាន side effect វាអត់ល្អទេនៅពេលដែលយើងប្រើគេថាបិទខុសអីអញ្ចឹងណាគ្រូហ្នឹងប្រកាសជាមានបើសិនជាយើងបិទទៅមាត់យើងទូចជាងមុនអាហ្នឹងសំសួនអាហ្នឹងវាអាចល្អជាងមុនប៉ុន្តែបើសិនជាក្នុងករណីឥឡូវខ្ញុំលើកករណីមាត់ពយមកខាងមុខដូចបងលើកបានករណីអញ្ចឹងមាត់គាត់ស្មើស្អាតទេប៉ុន្តែនៅពេលដែលគាត់បិទមកវាទៅជាពយអញ្ចឹងមានន័យថាថ្មិញរបស់គាត់ធ្វើទៅវាអាចល្អបើសិនជាពណ៌នឹងត្រូវជាមួយសបល់កាយគាត់អត់អីទេប៉ុន្តែវាទៅធ្វើឲ្យងោហេងមាត់របស់គាត់បបោមាត់របស់គាត់ទៅជាមានផលប៉ះពាល់វិញអញ្ចឹងឧទាហរណ៍ថាបើគាត់មាត់ពយអាចនិយាយបានថាអ្នកដតីឃើញមាត់គាត់គេនិយាយ100ម៉ាត់គេជឿត្រឹម50-60ម៉ាត់អីទេអញ្ចឹងវាបាត់ទំនុកចិត្តទៅលើអាពាក្យសម្ដីរបស់គាត់នឹងគេថាម្នាក់នឹងនិយាយអញ្ចឹងទុកចិត្តអត់សន្យាមួយយើងថាធ្វើបានប៉ុន្តែមើលមាត់និយាយទៅដូចបែឡំមកទេហ្នឹងហើយអញ្ចឹងវាអាចមានផលប៉ះពាល់អញ្ចឹងបានជាទូទៅនៅក្នុងវិជាងោហេងនេះបើយើងនិយាយពីចិនក៏គេមានពេទ្យចិនខ្សែអីចឹងណាយើងឃើញគេលក់ថ្នាំចិនខ្សែវិជាពេទ្យចិនរបស់គេក៏គេមាន connect ជាមួយនឹងវិទ្យាសាស្ត្រដែរមានន័យថាការដែលគេធ្វើថ្មិញឬមួយក៏គេដកថ្មិញគេសុទ្ធតែមានការមើលថាម្នាក់ហ្នឹងគួរធ្វើថ្មិញអត់អីអត់អញ្ចឹងមានខេសខ្លះបងប្អូនខ្លះគាត់ថ្មិញចពើថ្មិញចពើហើយគាត់ថាថ្មិញចពើហ្នឹងបើនៅក្នុងវិជាងោហេងគេថាថ្មិញចពើហ្នឹងនិយាយទៅខាតលុយអញ្ចឹងគាត់ចង់មកកែថ្មិញហ្នឹងអញ្ចឹងយើងត្រូវមើលទៅលើទម្រង់មុខគាត់ទៀតថាតើថ្មិញចពើហ្នឹង
ដែលធ្វើឲ្យគាត់ល្អឬមួយក៏ធ្វើឲ្យគាត់អត់ល្អអញ្ចឹងតែវានៅតែខាតលុយដូចគ្នាទេអញ្ចឹងឧទាហរណ៍ថាអញ្ចឹងម្នាក់នឹងទម្រង់មុខគាត់គឺចាយលុយអញ្ចឹងនៅពេលដែលគាត់ធ្វើឲ្យថ្មិញគាត់ចពើមានន័យថាគាត់ហាគឺទិញហ្មងអត់ចាំបាច់ខ្វាយខ្វល់ទេគឺត្រូវតែទិញប៉ុន្តែនៅពេលដែលទម្រង់មនុស្សហ្នឹងមនុស្សរិះថាំមានន័យថាត្បិតត្បៀតហ្មងរស់ស៊ីអត់ចង់ចេញដើមខ្សែលើគេសុទ្ធថ្មិញចពើហ្នឹងពេលខ្លះក៏អាចកែចរិតគាត់ឲ្យគាត់ចេះចាយលុយខ្លះដែរអញ្ចឹងគេត្រូវមើលទៅលើទម្រង់ទាំងអស់មិនមែនថាឲ្យតែថ្មិញចពើសុទ្ធតែអាក្រក់ទេចាអូវ៉ាវគួរចាប់អារម្មណ៍គូរាល់ដងយើងគិតថាឲ្យថ្មិញចពើស្អាតយើងមិនដែលចាប់អារម្មណ៍ថាថ្មិញចពើនឹងយ៉ាងណាទេអញ្ចឹងមុននឹងធ្វើការកែសម្រួលថ្មិញវាតាក់ទងជាមួយនឹងងៅហេងដែរដើម្បីកុំឲ្យមានប៉ះពាល់អញ្ចឹងខ្ញុំឧទាហរណ៍សាមញ្ញលោកគ្រូឧទាហរណ៍ថាអ្នកជំងឺគាត់ចង់មកដកថ្មិញលក្ខណៈព្យាបាលកម្រិតធ្ងន់នេះអញ្ចឹងណាហើយខ្ញុំសួរទៅខាងងៅហេងសិនអាហ្នឹងគេត្រូវមើលថ្ងៃទីខែឆ្នាំអីលោកគ្រូជាទូទៅនៅក្នុងក្បួនចិនគេនិយាយថាឲ្យតែមានឈាមហូរចេញពីខ្លួនគឺជាករណីធំហើយអញ្ចឹងគេត្រូវការរើថ្ងៃខែដើម្បីឲ្យឈាមនឹងហូរចេញពីខ្លួនអញ្ចឹងឧទាហរណ៍ថាគាត់ដកថ្មិញអញ្ចឹងគេអាចរើបានច្រើនឧទាហរណ៍រើថ្ងៃជំរុះសយមានន័យថាគាត់ឆុងឆ្នាំបើយើងនិយាយពីប៉ាជឺគេហៅវ័យចមកដំណាក់កាល10ឆ្នាំហ្នឹងគឺគាត់សយហ្មងអញ្ចឹងគាត់អាចមានគ្រោះដោយសារតែគ្រោះថ្នាក់អីចឹងដាច់ឈាមអីចឹងទៅអញ្ចឹងខ្ញុំប្រាប់ឲ្យបងថ្មិញហ្នឹងបើយល់ល្អបើឯងដកមុនខែ7ទៅព្រោះខែ7មានគ្រោះដាច់ឈាមចាអញ្ចឹងបើឯងមកដកមកមានន័យថាពេលដែលដកមិនមានឈាមគឺកាត់គ្រោះរបស់គាត់អាហ្នឹងយើងអាចប្រើវិធីនឹងមួយតែវិធីមួយទៀតគេហៅថាគាត់កំពុងតែហេងប៉ុន្តែស្រាប់តែគាត់ត្រូវតែមានត្រូវឈឺថ្មិញគាត់មកដកអញ្ចឹងកន្លែងនេះយើងក៏ត្រូវការសួរទៅកាន់គាត់វិញដែរអានេះបើសម្រាប់ខ្ញុំខ្ញុំអត់និយាយអ្នកដែរណាខ្ញុំនិយាយតែរង្វង់ថាជាអាជីពរបស់ខ្ញុំជានិយាយទៅចរិតរបស់ខ្ញុំតែងតែសួរគាត់ថាតើថ្មិញហ្នឹងពេទ្យឲ្យដកឆាប់ឬមួយក៏ដកលឿនបើសិនជាគាត់និយាយបើសិនជាគាត់រកខ្ញុំថ្ងៃ1ហើយគាត់ថាចេះពេទ្យហ្នឹងឲ្យដកប្រហែលជាថ្ងៃ7ខ្ញុំគាត់ថាអូថ្មិញនេះអាចទុកយ៉ាងយូរបានមួយអាទិត្យកន្លះអញ្ចឹងវាមិនទាន់សេរីទេតែបើគាត់ប្រាប់ថាខ្ញុំជួបពេទ្យព្រឹកមិញគាត់ឲ្យដកស្អែកអូថ្មិញនេះឈឺធ្ងន់ហើយខ្ញុំប្រកាសជាប្រាប់ធីបគាត់វិញថាបងទៅធ្វើថ្មីបងអត់ទុកចិត្តលើថ្ងៃខែខ្លួនឯងទេបើឲ្យធ្វើចេះកុំឲ្យសយអញ្ចឹងកន្លែងនេះខ្ញុំចង់ចែកម្លែកដែរបងប្អូនមកធ្វើថ្មិញក្នុងករណីគាត់ឈឺថ្មិញខ្លាំងហើយគាត់ចាំអត់បានអញ្ចឹងមែនតើទៅកុំឲ្យចាំបងប្អូនយូរកាត់ចាំទៅអាចខ្លាចទៅជាមេរោគធំវិញក៏មានដែរអញ្ចឹងបងប្អូនរកមើលកូនថងមួយទៅហើយយើងដាក់អំបិលម៉ត់ក៏បានអំបិលគ្រួក៏បានបន្ទាប់មករកមើលកាក់លុយក៏បានកាក់ចិនប្រហោងកដាក៏បានតែហាមកាក់ហ្គេមវិសពាក់ព័ន្ធនឹងវិសអាលុយមីញោមអាំងត្រីក៏យើងអាចយកមកបានដែរអាលុយមីញោមអាំងត្រីបងប្អូនកាប់ប្រហែលជាប៉ិនមេដៃមកបត់វាឲ្យបានមួយជ្រុងចេះអញ្ចឹងឲ្យបាន5ឬមួយក៏យ៉ាងច្រើនផុតតិចបំផុត3ដុំបើកាក់3កាក់ដាក់ចូលក្នុងថង់ហ្នឹងហើយយើងដាក់ក្នុងកប៉ាល់មកធ្វើថ្មិញចុះអញ្ចឹងមានន័យថាថ្ងៃហ្នឹងបើសិនជាថ្ងៃហ្នឹងហេងឬមួយក៏ថ្ងៃហ្នឹងសយថ្ងៃហ្នឹងគឺអត់ឃើញយើងមកធ្វើថ្មិញអានេះគឺធីបបើខ្ញុំក៏មកអញ្ចឹងខ្ញុំអត់មានពេលទេព្រោះយើងរវល់អញ្ចឹងថ្ងៃខ្ញុំមកធ្វើមិនព្រោះខ្ញុំចោះជាអតិថិជននៅ clinic លោកគ្រូដែរអញ្ចឹងថ្ងៃហ្នឹងក៏ខ្ញុំលួចដាក់អំបិលហ្នឹងមកដែរចាហ្នឹងហើយអញ្ចឹងលោកគ្រូមាន tip បងប្អូនទាំងអស់គ្នាទទួលបាន tip ថ្មីហើយខ្ញុំសូមត្រឡប់មកលោកគ្រូបន្តិចវិញចាអញ្ចឹងមុននេះយើងជជែកមួយលោកគ្រូតាក់ទងមួយសុខភាពថ្មិញខ្ញុំមើលឃើញអ្នកខ្លះគាត់បិទថ្មិញអត់ត្រូវលោកគ្រូវាធ្វើឲ្យបាត់សម្រស់អញ្ចឹងកន្លែងនេះតើវាមកពីបច្ចេកទេសរបស់ dental clinic របស់យើងឬក៏ដោយសារតែអតិថិជនគាត់បខំពេទ្យចង់បានអ្វីដែលខ្លួនឯងចង់បានព្រោះពេលខ្លះគាត់បិទទៅវាអត់សមមួយមុខមាត់របស់គាត់ទេលោកគ្រូចាបញ្ហាហ្នឹងដោយគ្រូមកគាត់បានលើកឡើងមុនអញ្ចឹងបែរថាបើសិនជាថ្មីគាត់ចំពើហើយអញ្ចឹងគាត់ត្រូវការចង់ភ្លាមគាត់គ្មានខ្វល់ពីបញ្ហាអីកើតឡើងទាំងអស់អញ្ចឹងគាត់បខំតំដិតឲ្យបិទថ្មីភ្លាមអញ្ចឹងគាត់អត់បានកែសម្រួលនៅការមកថ្មីគាត់ដែលចំពើហ្នឹងកែឲ្យទៅជាមានទីតាំងមួយដែលសមស្របនឹងមុខគាត់បាទដូច្នេះគាត់បានបិទថ្មីឲ្យសហ្នឹងធ្វើឲ្យថ្មីហ្នឹងខ្ពស់ជាងពីមុនទៀតបាទធ្វើអញ្ចឹងឲ្យគាត់មាត់ហ្នឹងទល់ឡើងកំពុងពេលនេះដែលថាចំពើឬកំពុងហើយអញ្ចឹងធ្វើឲ្យផលភាពគាត់ទៅជាយ៉ាប់ជាងមុនទៀតបាទហើយពេលហ្នឹងបញ្ហាកើតឡើងច្រើនទៀតធ្វើឲ្យគាត់បិទមកលេងចិត្តអញ្ចឹងពេលបិទមកលេងចិត្តវានឹងមានខ្យល់ចេញចូលច្រើនដែលធ្វើឲ្យថ្មីហ្នឹងងាយពុកវិញដោយសារមាត់ថ្មិញត្រូវការទឹកមាត់ជាមកថែសារនៅក្នុងមាត់ថ្មិញយើងហ្នឹងដើម្បីឲ្យថ្មិញហ្នឹងមានការពុកហ្នឹងទឹកមាត់សំខាន់បាទដោយសារគាត់រុញបបោមាត់ខ្ពស់ឡើងអញ្ចឹងធ្វើឲ្យមានខ្យល់ចេញដោយចាស់ទឹកមាត់មិនអាចនៅក្នុងមាត់បានច្រើន
បាទបញ្ហាហ្នឹង ខ្ញុំសួរចំនួនចាក់ដោតមួយទៀតលោកគ្រូបើលោកគ្រូជួបអតិថិជនដែលបខំលោកគ្រូឲ្យធ្វើអញ្ចឹងលោកគ្រូធ្វើឲ្យអត់ បើយើងពីបញ្ហាកើតឡើងដែលគ្រោះថ្នាក់ដល់គាត់យើងមិនគួរណាធ្វើឲ្យគាត់ទេបាទនឹងយើងនឹងបញ្យល់គាត់នឹងហានិភ័យកើតឡើងទាំងអស់ហ្នឹងយើងអាចរកជាបញ្យល់គាត់ហើយនឹងអាចយករូបភាពមួយចំនួនដែលកើតឡើងដែលគាត់ឃើញមិនគាត់កុំដើរទៅបខំបាទ បខំចង់បានថ្មិញសលឿនលោកគ្រូបិទយកបណ្ដោយដល់ពេលអញ្ចឹងវាទៅជាសម្រស់របស់គាត់វាអត់ស្អាតដូចបំណងប្រាថ្នាប៉ុន្តែវាទៅជាបង្កលក្ខណៈមួយដែលថាយើងមើលទៅយើងគិតថាពេទ្យនឹងអត់មានបានប្រឹក្សាអីសោះមុននឹងដាក់ថ្មិញឲ្យគាត់អញ្ចឹងព្រោះវាអត់ពិតជាស័ក្តិសមមួយរបស់គាត់មែននៅក្នុងកន្លែងនេះខ្ញុំចង់លើកឡើងដោយសារតែមានអាចថាមានពេទ្យជាច្រើនពេលខ្លះលោកបខំចិត្តនៅក្នុងការផ្ដល់សេវាកម្មតាមតម្រូវការរបស់អតិថិជនដែលអត់មានបានប្រឹក្សាយោបល់ឬក៏មានការណែនាំអីត្រឹមត្រូវអញ្ចឹងវាធ្វើឲ្យអតិថិជននឹងខ្លួនឯងទទួលបានលទ្ធផលរងហ្នឹងគឺថ្មិញអត់ល្អហើយវាទៅជាឲ្យបាត់ងើហឺងរបស់ខ្លួនឯងអញ្ចឹងទៅអញ្ចឹងនៅ top 1 ខ្ញុំជឿថាលោកគ្រូគាត់បាននិយាយហើយលោកត្រូវមានការប្រឹក្សាត្រឹមត្រូវមុននឹងធ្វើការបន្ថែមនៅសោភ័ណភាពថ្មិញរបស់លោកអ្នកជាពិសេសដោយតាមរយៈការបិទថ្មិញឲ្យសនេះខ្ញុំកិត្តិយសទាំងអស់ជាទីគោរពយើងគ្រាន់តែជាការបើកសំណួរដំបូងជូនទៅដល់លោកអ្នកឲ្យបានជ្រាបអំពីកត្តាវិទ្យាសាស្ត្រក៏ដូចជាកត្តាងៅហេងដែលជាជំនឿមួយយើងមិនអាចកាត់ផ្ដាច់បានទេហើយយើងមានអ្នកជំនាញពីររូបដែលលោកកំពុងតែធ្វើការបកស្រាយជូនលោកអ្នកឲ្យបានជ្រាបមុននឹងយើងឈានចូលទៅដល់ស៊ីជម្រៅអំពីងៅហេងថាតើវាបានផ្ដល់ជោគវាសនាអីនៃជីវិតរបស់យើងវាធ្វើឲ្យយើងជោគជ័យទេជាមួយនឹងពាក្យថាងៅហេងហ្នឹងយើងនឹងបន្តចូលទៅដល់វគ្គទី2អញ្ចឹងសូមតាមដានទស្សនាជាមួយពួកយើងខ្ញុំនៅក្នុងសន្ទនាវគ្គទី2ជាបន្តប្រិយមិត្តទាំងអស់គ្នាលោកអ្នកប្រហែលជាកំពុងជួយចិត្តដិតអារម្មណ៍ហើយជាមួយនឹងវគ្គទី1នៃកិច្ចសន្ទនារបស់យើងឥឡូវនេះយើងចូលមកកាន់ស៊ីជម្រៅបន្ថែមទៀតទៅលើបញ្ហាថ្មិញក៏ដូចជាងៅហេងតែម្ដងនេះខ្ញុំមានសំណួរមួយទៀតទៅកាន់លោកវិជ្ជបណ្ឌិតជំនាញចាស់តនបណ្ឌិតជំនាញទៅលើតកតងជាមួយនឹងការធ្វើថ្មិញថាតើការធ្វើថ្មិញបែបណាដែលមិនល្អពីព្រោះមុននេះយើងរៀបរាប់ហើយយើងព្យាបាលថែទាំយើងដកដាក់ថ្មិញឬក៏យើងធ្វើការបន្ថែមសោភ័ណភាពអីចឹងទៅប៉ុន្តែលោកគ្រូមានការធ្វើថ្មិញមួយណាដែលវាអត់ល្អដែរអត់មានដូចជាបញ្ហាតាក់ទងនឹងការគាត់បានឆាបថ្មិញដែលគាត់ដាក់ជាពេជ្របាទដែលមានភាពប៉ះពាល់នៅលើទូថ្មិញយើងហ្នឹងបាទបាត់បង់អាចារ្យថ្មិញបាទព្រោះអាចារ្យថ្មិញគឺជា structure នៃថ្មិញមួយដែលល្អបំផុតដែលការពារថ្មិញបាទហើយតាក់ទងនឹងបញ្ហាការពុតថ្មិញបើសិនជាគាត់បង្ខំតន់ដិតឲ្យពុតថ្មិញដោយមិនក្នុងពិចារណានៅក្នុងការplan ក្នុងមកថ្មិញហ្នឹងដែលយើងបានតន់បណ្ឌិតគាត់បានយល់ដឹងបាទឆ្លងកាត់ការថត X-ray ឬក៏ក្នុងការ check up ក្នុងមាត់ទាំងអស់ហ្នឹងអញ្ចឹងបើសិនជាគាត់មិនធ្វើរូបវិច័យអស់ហ្នឹងទេគាត់នឹងមានបញ្ហាការធ្វើឲ្យថ្មិញហ្នឹងខុសពីទីតាំងនៃឆ្អឹងបាទចាលោកគ្រូខ្ញុំឃើញជំនាន់គេមានអាភាពស៊ីវិល័យគេដោយរដូវកាលជំនាន់គេដែលគេមកវឹកគេធ្វើគេហៅថាដាក់ពេជ្រដាក់អីនោះលោកគ្រូគឺថាមកប្រទេសសងថាដាក់ពេជ្រគ្រប់គ្នាហើយក្រោយមកក៏ខ្ញុំឃើញគេមានរបៀបមួយទៀតគឺគេដាក់ស្របមាសលោកគ្រូបាទចាអាហ្នឹងវាខុសដែរអត់អាចថាមានចំណុចមួយចំនួនដែលខុសក៏ប៉ុន្តែចំនួនខ្លះក៏អាចត្រូវដែរអញ្ចឹងមកថាយើងតើស្រោបល្អអត់បើសិនជាគាត់ស្រោបនៅក្នុងការមានក្បួនខ្នាតល្អតែបើសិនជាគាត់ស្រោបដោយការឆាបមិនបានឆាបត្រឹមត្រូវដែលរៀបចំថ្មិញត្រឹមត្រូវអញ្ចឹងធ្វើឲ្យថ្មិញហ្នឹងវាខ្ពស់ឬក៏ធ្វើឲ្យវាមិនចិត្តបាទអញ្ចឹងធ្វើឲ្យមានបញ្ហាដែរបាទអញ្ចឹងគាត់សួរថាមានបញ្ហាអីតែខុសទៀតឧទាហរណ៍ដូចជាតថ្មិញសរសៃបាទអញ្ចឹងធ្វើឲ្យមានបញ្ហាដែរតែសម័យក្រោយនេះដូចជាបន្ថយតិចតួចហើយបាទមិនដូចពីមុនកាលពី7-8ឆ្នាំមុនគឺសឹងថាក្មេងៗទាំងអស់ក្នុងហេតុបិទទាំងអស់គ្នាតសាយទាំងអស់តសាយទាំងអស់បាទខ្ញុំនឹកអត់ឃើញតលោកគ្រូនិយាយបាទនឹកឃើញថាជំនាន់នោះដូចចង់តសាយដែរបាទបើទៅជាតគាត់មានបញ្ហាច្រើនដូចជាគាត់មានបញ្ហាស្លាក់ដោយសារការខំនៃផ្ដាច់នៃចំណីគឺប្រើទិញមកពេលចលនាថ្មិញក្រោមមកប៉ះនៅថ្មិញសរសៃហ្នឹងធ្វើឲ្យស្លាក់គាត់នឹងប្រែប្រួលទីតាំងបាទវាកើតឡើងបាទលោកគ្រូមកលោកគ្រូមានដែរមានបំណងប្រាថ្នាកែសោភ័ណភាពថ្មិញទេមានចាំបានថាជាអតិថិជនរបស់ខាង clinic ដែរកាប់ពិតទៅខ្ញុំចិនសែប្រកាសជាយើងចង់កែហើយនិយាយទៅយើងមិនថាមនុស្សមិនដឹងមិនអីតែមនុស្សដឹងកាន់តែភ័យអញ្ចឹងក៏
អាយុប៉ុណ្ណេះហើយក៏ធ្លាប់រត់មកខាង clinic ដើម្បីរដាក់ដែកប្រេះគៀបថ្មិញនឹងដែរ អត់បានសម្រេចទេលោកគ្រូ ដោយសារតែកត្តាថ្មិញអញ្ចឹងទៅកន្លែងនេះខ្ញុំចង់បញ្ជាក់ដែរពាក់ព័ន្ធជាមួយនឹងអ្នកដែលគាត់ចង់កែសម្រស់ថ្មិញឬមួយក៏ចង់កែសម្ផស្សអីក៏ដោយខ្ញុំឲ្យលើកទឹកចិត្តទី1ងៅហេងគឺងៅហេងហើយទី2ត្រូវតែស្ដាប់ទៅនឹងបច្ចេកទេសរបស់លោកគ្រូពេទ្យដែរថាតើការធ្វើទៅវាបានផលឬមួយក៏អត់ហើយរឿងងៅហេងទី2ទេអញ្ចឹងយើងអាចត្រឡប់មកជួបគ្រូវិញថាអូលោកគ្រូមកអើយគ្រូពេទ្យថាថ្មីខ្ញុំធ្វើមិនបានទេអញ្ចឹងខ្ញុំមិនទៅលោកគ្រូឯងជួយប្រាប់ខ្ញុំបន្តិចមកអញ្ចឹងកន្លែងនេះលើកជាបទពិសោធន៍ចុះថ្មីខ្ញុំវាប្រហោងដែរប៉ុន្តែវាមិនជាធ្ងន់ធ្ងរអីណាស់ណាទេតែគ្រាន់ថាដូចខ្ញុំនិយាយទៅថាបើអ្នកមិនដឹងគេមិនអីទេតែបើខ្ញុំដឹងខ្ញុំភ័យកាន់តែខ្លាំងថាអ្នកចេះតិចតិចសម្បូរអីហូបណាអ្នកចេះច្រើនលែងមានអីហូបហ្នឹងហើយអញ្ចឹងខ្ញុំក៏ធ្លាប់មកដល់ clinic តែយើងអត់អាចដាក់បានដោយសារតែថ្មិញរបស់យើងវាមានសត្វស្ដើងឆ្អឹងស្ដើងយ៉ាងម៉េចទេពេលបច្ចេកទេសរបស់លោកគ្រូពេទ្យអញ្ចឹងខ្ញុំក៏អត់បានធ្វើប៉ុន្តែសម្រាប់ថ្មិញកន្លែងនេះខ្ញុំចែកម្លែកពាក់ព័ន្ធជាមួយនឹងងៅហេងបន្តិចគេមានប្រឡោះចំហឧទាហរណ៍ថាចំហខាងលើមានរឿងអីលួយចេញទៅលើរឿងអីចំហខាងក្រោមលួយចេញទៅលើរឿងអីអញ្ចឹងឧទាហរណ៍ថាខ្ញុំពិនិត្យថ្មិញខ្ញុំទៅខ្ញុំឃើញថាថ្មិញខ្ញុំចំហខាងក្នុងអញ្ចឹងខ្ញុំដឹងថាខាងក្នុងផ្នែកខាងលើអីចឹងទៅឆ្វេងស្ដាំអីចឹងខ្ញុំដឹងថាអូអញ្ចឹងកន្លែងហ្នឹងវាពាក់ព័ន្ធជាមួយនឹងការទិនីអ្នកដតីទៅលើរឿងលុយកាក់អញ្ចឹងវាអាចឲ្យយើងនឹងខាតបង់ឬមួយក៏ជាប់ជ័របៀកជាប់ភ្នៅនៅរឿងហ្នឹងអញ្ចឹងគ្រាន់តែយើងដឹងថាអូថ្មិញយើងកន្លែងហ្នឹងប្រហោងប៉ុន្តែយើងព្យាបាលអត់បានដោយសារតាមចែកជាពេទ្យអញ្ចឹងយើងត្រូវរស់នៅជាមួយនឹងដំណំមួយហ្នឹងរហូតថាខ្ញុំមិនអាចជួយគេបើមិនជាខ្ញុំចង់ជួយខ្ញុំត្រូវឲ្យអ្នកដតីជួយចាហ្នឹងអាហ្នឹងគឺចំណុចហ្នឹងបើមួយទៀតពាក់ព័ន្ធជាមួយនឹងថ្មិញចំហខាងក្រោមអាហ្នឹងវាអាចចំហកដាលណាលោកគ្រូអញ្ចឹងពាក់ព័ន្ធកន្លែងហ្នឹងគឺគេនិយាយថាការទៅចែកជាមួយនឹងធីមធ្វើការងារគឺដូចថាឥឡូវ corporate ជាមួយនឹងឥឡូវខ្ញុំនិយាយពី team របស់យើងហ្មងទៅអ្នកដែលគាត់តាក់ទងខ្ញុំគាត់រៀងថាំចិត្តបន្តិចគាត់ private ជាមួយខ្ញុំគឺខ្ញុំពិបាកឆ្លើយមែនតើសួរថាតើអាហ្នឹងគឺជាអត្តចរិតអត់អាហ្នឹងខ្ញុំព្យាយាមកែប៉ុន្តែអាថ្មិញខ្ញុំហ្នឹងដែលវាធ្វើឲ្យមានអារឿងហ្នឹងអញ្ចឹងបានពេលខ្លះខ្ញុំយកក្រុមគ្រួសារខ្ញុំឬមួយក៏ប្រពន្ធខ្ញុំហ្មងគាត់គឺ manager ខ្ញុំអញ្ចឹងមាន team គាត់ add គាត់ទៅជែកគ្នាទៅតែខ្ញុំចាំតែលទ្ធផលឯងគេហៅលោកគ្រូទៅថតឲ្យបងទៅថតថ្ងៃនេះពាក់កៅអៅពណ៌នេះបងទៅនិយាយពណ៌នេះខ្ញុំទៅនិយាយអាហ្នឹងមានន័យថាខ្ញុំផុតអាតំណមខ្ញុំខាងក្រោមនេះហើយប៉ុន្តែខ្ញុំថ្មិញលើរបស់ខ្ញុំវាទៅជាល្អត្រង់ថាប្រកែកនិយាយជារួមចេះអញ្ចឹងយើងយកអាហ្នឹងជាគោលវិញអញ្ចឹងខ្ញុំថាឥឡូវអូនខាងអីរែងកៅអៅអីការងារអីផ្សេងអូនឯងនិយាយចុះបងចាំតែធ្វើតាមអូនទេអញ្ចឹងខ្ញុំមកខ្ញុំនិយាយជាចេះអញ្ចឹងបានបងប្អូនស្គាល់ខ្ញុំក៏ដោយសារតែធ្វើឲ្យមាត់របស់ខ្ញុំដូចគ្នាអញ្ចឹងកន្លែងនេះមិនមែនថាឲ្យនិយាយចេះឲ្យបងប្អូនថាអូអញ្ចឹងខ្ញុំប្រហោងអញ្ចឹងខ្ញុំមិនបាច់ទៅដាក់គៀបវាអីទេយើងរស់នៅតំណមពិបាករស់ណាបងពិបាករស់មែនតើអញ្ចឹងយើងសុខចិត្តថាបើសិនជាយើងស្រឡាញ់ងៅហេងរបស់យើងមានលទ្ធភាពឬមួយក៏យើងចង់ដឹងថាតើយើងមកកឹបអាហ្នឹងអស់ប្រមាណអីប្រមាណខ្ញុំលើកទឹកចិត្តឲ្យមកព្យាបាលហ្មងទៅដើម្បីឲ្យជីវិតយើងរស់នៅកុំឲ្យវាមានអាគំនាបស្ពាយអាដំណំហ្នឹងជាប់ហើយខ្ញុំសួរខ្ញុំថាស្ដាយអត់ខ្ញុំស្ដាយខ្ញុំចង់ធ្វើដែរខ្ញុំសួរលោកគ្រូទៀតដុកទ័រដូចជា2ពេលហ្នឹង2មកមើលថ្មីខ្ញុំខ្ញុំនៅតែម្ដងហើយម្ដងទៀតនៅជំរុញចង់ដឹងឲ្យលោកគ្រូឃើញលោមើលខុសកន្លែងណាហើយលួយអញ្ចឹងមើលទៅអត់ទេដោយសារលោកគ្រូគាត់ចង់ឃើញគាត់ឃើញខ្ញុំផ្ទះអន្តែងចង់ដាក់ពេលគាត់ចង់កែស្ពនភាពគាត់មែនចាលោកគ្រូខ្ញុំដល់ពេលលោកគ្រូនិយាយអញ្ចឹងវាតាក់ទងនឹងខ្ញុំដែររាល់ថ្ងៃខ្ញុំអត់ដែរចាប់អារម្មណ៍រឿងងៅហេងហ្នឹងទេថ្មីខ្ញុំបាត់មកគ្រាប់នៅក្រោមលោកគ្រូចាបាត់ដូចចិត្តគៀមហ្មងហើយខ្ញុំអត់ដែរចាប់អារម្មណ៍ថាខ្ញុំកំពុងគិតដែរលោកគ្រូថាពេលហ្នឹងធ្លាប់ជជែកវិភាសាធ្លាប់ពិនិត្យពីមុនមកអញ្ចឹងថាតើខ្ញុំអាចកែអីបានជាមួយនឹងថ្មីហ្នឹងព្រោះខ្ញុំមិនមែនដោយសារសភនភាពទេគេមើលអត់ឃើញទេប៉ុន្តែថ្មីហ្នឹងវាបាក់ទៅទេទៅអញ្ចឹងលោកគ្រូវាអាចនឹងប៉ះពាល់ពេលក្រោយទៅលើធ្គាមខ្ញុំសម្រស់ខ្ញុំឬក៏ប៉ះទៅថ្មីផ្សេងអញ្ចឹងយើងអត់ទាន់ដឹងច្បាស់ថាពេលហ្នឹងយើងគួរគៀបពុតថ្មិញជាមួយ brace ឬក៏យើងដាក់បកគោលថ្មិញថ្មីអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំចង់សុំយោបល់លោកគ្រូតែម្ដងតាក់ទងមួយការដាក់ថ្មិញណាដែលមិនមែនជាថ្មិញធម្មជាតិរបស់យើងតើវាហុចផលអវិជ្ជមានឬក៏វិជ្ជមានយ៉ាងណាសម្រាប់ទីមួយបច្ចេកគេហៅថាបែបវិទ្យាសាស្ត្រខ្ញុំសួរលោកគ្រូសិនថាតើដាក់ទៅវាជួយយើងឬក៏ហុចផលឲ្យយើងល្អមិនល្អយ៉ាងណាដែរសម្រាប់ការដាក់ថ្មិញបញ្ហានៃការដូចគាត់លើកឡើងហ្នឹងបញ្ហាមកថ្មិញគាត់តែបាត់បង់ថ្មិញមួយគ្រាប់ហ្នឹងអញ្ចឹងបើសិនជាគាត់មិនការធ្វើព្យាបាលនៅលើថ្មិញហ្នឹងទេមានបញ្ហាកើតឡើងច្រើនទីហោគាត់បានលើកឡើងថា trade ហ្នឹងថ្មិញហ្នឹងគឺ trade ហើយថ្មិញផ្នែកខាងលើដែលគាត់នៅមានហ្នឹងគាត់នឹងអាចធ្លាក់ចុះបាទអ
ចឹងបើសិនជាបញ្ហានឹងកើតឡើងគាត់កើតឡើងបញ្ហានៅមួយទៀតដែលកំណាំងាំមិនត្រឹមត្រូវពេលមិនត្រឹមត្រូវកើតឡើងបញ្ហាលើសន្លាក់បាទពេលតែបញ្ហាសន្លាក់គឺធ្វើឲ្យធ្មេញហ្នឹងមានបញ្ហាឈឺចាប់នៅខាងសន្លាក់មួយហ្នឹងឬក៏គាត់ទៅពីបាយទៅពីទៅជាហៀងនឹងធ្វើឲ្យសាច់ដុំមួយខាងធំតូចបាទនឹងជាបញ្ហាមួយធំដែរអញ្ចឹងគាត់សួរថាតើគាត់គួរតែកែប្រែបែបម៉េចខ្លះដើម្បីឲ្យធ្មេញហ្នឹងមកធ្មេញល្អអញ្ចឹងយើងអាចនៅក្នុងការជ្រើសរើសនៅការពុតធ្មេញឬក៏ដាំ implant បាទអានឹងដែលគាត់គួរទៅពិចារណាឲ្យទាន់ពេលវេលាលោកគ្រូចុះនៅពេលដែលខ្ញុំដាំ implant ឧទាហរណ៍ចាឥឡូវយើងពុតអត់បានដោយលោកគ្រូអញ្ចឹងដាំ implant ចូលផ្លក់ចាតើងៅហេងយើងវាហុចផលបែបមិនដែរជាទូទៅនៅក្នុងវិជាងៅហេងគេមាន2គេនិយាយថាធាតុពីទេវតាទុកឲ្យអញ្ចឹងមានតែទេវតាទុកឲ្យនោះគឺថ្មិញធម្មជាតិរបស់យើងអញ្ចឹងគេព្យាយាមមកយើងរក្សាឲ្យគ្រប់ចំនួនបើយើងកាន់តែព្យាយាមរក្សាបានគ្រប់ចំនួនកាន់តែណាកាន់តែល្អកាលណាកាន់តែល្អកាលហ្នឹងអញ្ចឹងពាក់ព័ន្ធជាមួយនឹងកតាដកថ្មិញតកៅស៊ីអីខ្ញុំជឿថាមនុស្សគ្រប់គ្នាមិនដែលមិនអាចមានថ្មិញគ្រប់ទេប្រកាសជាមានដាក់អីអញ្ចឹងពាក់ព័ន្ធជាមួយនឹងការដាក់នេះតើវាអាចបំពេញឬមួយក៏ជំនួសជាមួយនឹងធាតុដែលទេវតាឲ្យនៅថ្មិញស៊ីនរបស់យើងនឹងអត់វាអត់ទេប៉ុន្តែវាបានមករឿងវាយោងទៅលើរឿងទី2វិជាទី2គឺក្បួនពាក់ព័ន្ធជាមួយនឹងអញ្ចាំងវាំងថ្មិញយើងគេហៅអញ្ចាំងវាំងអញ្ចឹងកាលណាដែលយើងបាត់ថ្មិញខាងមុខឬមួយក៏ខាងណាមួយមានថាអញ្ចាំងវាំងយើងធ្លុះហើយអញ្ចឹងបើកាលណាយើងដាក់ថ្មិញអានេះយើងហៅថាថ្មិញខ្លាញ់ខ្លាយណាលោកគ្រូណាបាទថ្មិញខ្លាញ់ខ្លាយនោះដាក់ចូលទៅគឺវាបានជួយកែទៅលើវិជាដែលធ្វើឲ្យអញ្ចាំងវាំងរបស់យើងនឹងវាអត់ធ្លាយអញ្ចឹងវាធ្វើឲ្យការរស់ស៊ីការទុកលុយទុកកាក់របស់យើងវាអត់មានធ្លុះធ្លាយទៅណាអញ្ចឹងវាបានអាហ្នឹងតែសួរថាជំនួសធាតុពីដើមបានអត់បានទេហើយខ្ញុំក៏ជឿដែរថាដាក់ថ្មិញតែយើងដាក់ថ្មិញហើយគឺជាពីឈ្មោះថាដាក់ថ្មិញហើយអាហ្នឹងវាដូចតែគ្នាអញ្ចឹងបាទឥឡូវកាន់តែស៊ីជម្រៅមកតង់ទៀតហើយលោកគ្រូយើងជជែកគ្នាច្រើនមែនតើទៅលើមាត់ថ្មិញតំណាក់តំណងជាមួយងៅហេងឥឡូវខ្ញុំសួរលោកគ្រូវិញតើងៅហេងមានឥទ្ធិពលកែប្រែជោគវាសនារបស់យើងទាំងអស់គ្នាដែរអត់ងៅហេងមានខ្ញុំលើកខេសឥឡូវយើងនិយាយពីថ្មិញច្រើនហើយខ្ញុំនិយាយពីឥទ្ធិពលងៅហេងឲ្យវារៀងស្រាលជាងនឹងបន្តិចដើម្បីឲ្យបងប្អូនកាន់តែយល់ថាងៅហេងវាមានប្រសិទ្ធភាពបងប្អូនខ្លះគ្រាន់តែដូរម៉ូតសក់គាត់ខ្លាចជាមនុស្សថ្មីមកហ្នឹងគឺគេហៅថាឥទ្ធិពលនៃងៅហេងអញ្ចឹងអ្នកខ្លះទុកសក់វែងទៅរឿងកាន់តែច្រើនកាត់សក់ខ្លីពឹបផ្លាស់ប្ដូរជីវិតហ្មងរឿងដែលគេធ្លាប់តែរញ៉េរញ៉ៃគាត់ទៅជាលែងល្វីល្វល់គេក៏លែងល្វីល្វល់បាទការដែលគាត់ទុកសក់វែងគាត់ស្មុកគេនៅតែតាមគាត់រហូតអញ្ចឹងបើយើងត្រឡប់មករឿងថ្មិញវិញអានេះគ្រាន់តែសក់ឯងយើងកាត់ឲ្យដុសឯងពាក់ព័ន្ធជាមួយនឹងថ្មិញវិញក៏វាអាចជួយកែដែរអ្នកខ្លះគាត់រស់គាត់ពិបាកហ្មងគាត់ថាឥឡូវខ្ញុំនិយាយរឿងអ្នកលក់ដីលោកគ្រូអើយខ្ញុំនាំគេទៅមើលដីត្រូវទាំងអស់ប៉ុន្តែខ្ញុំហាមមាត់ខ្ញុំបុកលក់ចុងក្រោយថាយកលុយណាបែរជាគេអត់ទិញវិញជួនកាលមកពីកតាអាបច្ចប់ដែលខ្ញុំនិយាយតាំងពីដើមប្រធានបទហ្នឹងគឺរឿងចុងក្រោយគេប្រមូលផលហ្នឹងគឺថ្មិញយើងហ្នឹងឯងចាកូនសុខភាពមាត់ថ្មិញហ្នឹងឯងអញ្ចឹងបើសិនជាយើងមិនមានអាហ្នឹងល្អទេជាពិសេសគឺក្លិនបើអត់ទេគឺពិបាកបន្តិចនៅក្នុងការលក់ហើយបើបងប្អូនថាអត់ទេខ្ញុំពាក់ម៉ាស់និយាយអាហ្នឹងក៏វាហត់ថាអត់ល្អជាងមុនចាដឹងថៃហ៎យើងមានមាត់យើងពាក់ម៉ាស់មានថាយើងដកមាត់ចេញអញ្ចឹងមនុស្សហ្នឹងអត់មានមាត់ទេឃើញតែភ្នែកឥឡូវខ្ញុំសួរថាយើងទៅទិញដីគេតែអ្នកលក់អត់ព្រមដោះម៉ាស់សោះយើងប្រកាសថាទេស្គាល់តែភ្នែកចាអញ្ចឹងដល់ពេលដែលលក់យូរទៅបោកយើងទៅទៅរកណាមើលមិនស្គាល់មុខផងអញ្ចឹងអាហ្នឹងវារឹតតែធ្ងន់ជាងយើងធំក្លិនមាត់ហើយអត់ពាក់ម៉ាស់ទៀតអញ្ចឹងយល់ល្អហ្មងគឺធ្វើម៉េចឲ្យបាត់ក្លិនមាត់អាហ្នឹងគឺជាជំរើសដែរល្អបំផុតហើយបាទជាការពិតលោកគ្រូមានអ្នកខ្លះគាត់និយាយអត់បើកមាត់ដល់ពេលឧទាហរណ៍តែខ្ញុំជាពិធីការនីលោកគ្រូខ្ញុំនិយាយមួយច្បាស់លះតែដល់ពេលគាត់និយាយខ្ញុំត្រូវសួរគាត់3ដងតែកាលណាខ្ញុំហត់ខ្ញុំលែងសួរហើយអញ្ចឹងវាទៅជារវាងទំនាក់ទំនងយើងទាំងពីរវាកាត់ផ្ដាច់វាបាត់ឱកាសដែលយើងត្រូវធ្វើការជាមួយគ្នាហើយខ្ញុំលើកឧទាហរណ៍មួយទៀតនេះគឺខ្ញុំក៏សូមការអធិស្ឋានមុនដែរប្រសិនបើវាប៉ះពាល់អីអញ្ចឹងណាខ្ញុំមានទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំគាត់មានអាចនិយាយបានថាគាត់មានទូនាទីខ្ពស់ហើយមិនមែនរាសសាមញ្ញដូចខ្ញុំទេហើយក៏មានម្នាក់ទៀតនោះគាត់ក៏មានទូនាទីខ្ពស់ដែរយើងជជែកគ្នាមានបងប្រុសភាគីមកខាងនោះគាត់ប្រាប់ខ្ញុំឲ្យទៅប្រាប់បងស្រីថាថ្មិញគាត់ស្អុយក៏អត់អាចជជែកគ្នាបន្តទៀតបានទេហើយអញ្ចឹងទៅខ្ញុំខ្លួនឯងនេះខ្ញុំទទួលស្គាល់ថាខ្ញុំក៏ក្លិនដឹងថាស្អុយដែរប៉ុន្តែខ្ញុំពិតជាអត់មានភាពក្លាហាននៅក្នុងការទៅប្រាប់គាត់ហើយទាំងដែលគាត់មានទូនាទីខ្ពស់ធម្មតាអ្នកធំកាន់តែខ្ពស់យើងត្រូវប្រយ័ត្នប្រយែងច្រើនទៅលើ
កត្តាមួយចំនួននៃជីវិតការនិយាយស្ដីឬក៏ឱកាសផ្សេងៗឬក៏ការគោរពជាដើមហ្នឹងអញ្ចឹងនៅក្នុងកន្លែងនោះវាចូលមកដល់រឿងក្លិនមាត់ឬក៏ធ្មេញបញ្ហាធ្មេញនឹងដដែលក៏ចង់ផ្សារភ្ជាប់ទៅលោកគ្រូដែរថាបញ្ហាក្លិនមាត់របស់យើងហ្នឹងលោកគ្រូវាអាចមកពីកត្តាជះអីគេខ្លះដែរ តាមមាត់ថ្មិញដែលយើងមានក្លិននៅក្នុងមាត់ហ្នឹងវាមានកត្តាច្រើនបាទដូចជាការរោគពុកថ្មិញឬក៏គាត់បានធ្វើធ្មេញសិប្បនិមិត្តដែលមិនបានចិត្តល្អហើយក៏កត្តាផ្សេងៗដូចជាការរលាកច្រមុះឬក៏លាកកាពះបាទក៏មានបញ្ហាហ្នឹងដែរតែកត្តាដែលធំជាងគេលើធ្មេញហ្នឹងហើយបាទដូចថាគាត់មិនបានថែទាំមាត់ធ្មេញល្អក្នុងការប៉ះធ្មេញឬក៏ស្រោបធ្មេញដែលល្អហ្នឹងបាទ អញ្ចឹងសម្រាប់បងប្អូនប្រិមិត្តរបស់យើងទាំងអស់គ្នាលោកអ្នកប្រសិនបើមានបញ្ហាមាត់ធ្មេញនៅក្នុងកត្តាណាមួយក៏ដោយជាពិសេសបញ្ហាក្លិនមាត់នឹងតែម្ដងសូមកុំមើលរំលងជាដាច់ខាតមកជួបគ្រូពេទ្យទៅអត់បាច់ខ្លាចទេគ្រូពេទ្យគ្រាន់តែបើកមាត់មកលោកដឹងហ្មងថាបញ្ហាធ្មេញយើងនៅត្រង់ណាហើយក៏យើងអាចទទួលបានបទគេហៅថាបទអន្តរាគមន៍ទាន់ពេលវេលាធ្វើឲ្យយើងមានភាពជឿជាក់ពីខាងក្នុងចេញទៅខាងក្រៅយើងក៏មានឱកាសនៅក្នុងការជួបជាមួយនឹងបុគ្គលជាច្រើនទៀតហើយក៏អាចមានឱកាសក្នុងការនាំនៅរៀបសំណាងផ្សេងៗចូលមកក្នុងជីវិតរបស់យើងដែរគ្រាន់តែបញ្ហារឿងធ្មេញមួយតែប៉ុណ្ណោះអញ្ចឹងសម្រាប់ថ្ងៃនេះយើងជជែកជាមួយលោកគ្រូរៀងច្រើនហើយក៏ខ្ញុំចង់ឲ្យលោកគ្រូបានផ្ដល់ជាមតិយោបល់ចុងក្រោយដែរទៅលើបញ្ហាដែលយើងបានជជែកគ្នាកន្លងទៅតើលោកគ្រូមានពាក្យពេចន៍អីទៅកាន់ប្រិយមិត្តទស្សនិកជនលោកអ្នកដែលគាត់មានជំនឿទីមួយបែបវិទ្យាសាស្ត្រយើងមានដំណាំគ្រប់គ្រាន់នៅពេលដែលសុខភាពយើងល្អសុខភាពមាត់ធ្មេញយើងល្អយើងបានផលអីគេខ្លះហើយមួយទៀតសម្រាប់ងៅហេងក៏ដូចគ្នាដែរសម្រាប់លោកអ្នកដែលមានជំនឿកត្តាមងៅហេងទាំងមូលធ្មេញក៏មានរោមចំណែកនៅក្នុងនឹងដែរអញ្ចឹងចង់ឲ្យលោកគ្រូចិនសែមុងលោកផ្ដល់កិត្តិយសមុនគេហ្មង ចា៎ ពាក់ជាចុងក្រោយខ្ញុំមានតែជានេះយើងអាចថាជាសង្ខេបចុងក្រោយណាក្នុងនាមខ្ញុំជាចិនសែខ្ញុំលើកទឹកចិត្តទាំងខ្ញុំក៏ដោយងៅហេងជំនឿឬមួយក៏វិជារាសីអីក៏ដោយវាផ្សារភ្ជាប់ជាមួយនឹងសង្គមនៃការរស់នៅជាក់ស្ដែងអញ្ចឹងបើសិនជាបងប្អូនគាត់មានបញ្ហាទៅលើងៅហេងឬមួយក៏ទៅលើធ្មេញរបស់គាត់ខ្ញុំលើកទឹកចិត្តឲ្យធ្វើការព្យាបាលអញ្ចឹងបងប្អូនខ្លះគាត់អាចថាគាត់អត់ទាន់មានលទ្ធភាពឬមួយក៏យ៉ាងម៉េចខ្ញុំលើកទឹកចិត្តថាទិញហើយសន្យាមួយខ្លួនឯងថាផឹងមួយខែពីរខែយកលុយនឹងបេះបោចមកធ្វើថ្មិញខ្ញុំជឿជាក់ថាអានេះក៏វាអាចជួយទៅលើរាសីរបស់គាត់មកកម្រិតដែរគ្រាន់តែយើងគិតទេអាហ្នឹងគ្រាន់តែយើងគិតថាយើងសំលុយធ្វើណារាសីរបស់យើងក៏អាចឡើងបានខ្លះដែរតែសួរថាងៅហេងឡើងអត់ឡើងទេព្រោះអត់បានធ្វើអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាការរស់នៅជាមួយនឹងងៅហេងជំនឿផ្សេងគឺវាត្រូវផ្សារភ្ជាប់គ្នាអត់អាចទៅលើមួយណាលើសមួយណាទៀបជាងទេអញ្ចឹងមួយចុងក្រោយទៀតខ្ញុំជុំបងប្អូនគេហៅថាស្ដាប់វិទ្យាសាស្ត្រជាមួយនឹងជំនឿឲ្យស្មើគ្នាកុំថាអូខ្ញុំត្រូវតែថ្មិញត្រូវតែគ្រប់បានមានដូចខ្ញុំអញ្ចឹងត្រូវតែពុតបានមានតែថ្មិញយើងវាអត់អំណោយផលពុតទៅគឺយើងមានបញ្ហាអញ្ចឹងនៅពេលដែលយើងពុតហើយងៅហេងយើងបានតែមិនទេយ៉ាប់មុនមានអត់មានបញ្ហាទេតែតែចាប់ដើមឈឺងៅហេងធ្លាក់មកវិញហើយអញ្ចឹងវារឿងធំត្រឡប់មកវិញអញ្ចឹងស្ដាប់ទាំងពេទ្យផងយើងទុកចិត្តខ្លួនឯងផងទាំងខ្ញុំជាចិនសែផងខ្ញុំជឿជាក់ថាគាត់ប្រកាសជាបានលទ្ធផលមួយចុងក្រោយដែលគាត់ចង់បានចាអរគុណចុះលោកគ្រូវិញសូមអញ្ជើញលោកគ្រូពាក្យពេចន៍ចុងក្រោយជាសង្ខេបរួមតើតងជាមួយនឹងសុខភាពមាត់ធ្មេញឬក៏លោកគ្រូអាចជួយរំលេចអំពីសេវាកម្មទូទៅនៅ Top 1 Dental Clinic ដែរដូចមុនហ្នឹងគ្រូមុងគាត់បានលើកឡើងពីបញ្ហាបើសិនជាគាត់ចង់បានពុតធ្មេញមួយដែលល្អក៏ប៉ុន្តែវាប៉ះពាល់អញ្ចឹងគាត់បានទៅរាសីគាត់បានល្អទៅផ្លេតហ្នឹងបាទបន្តទៀតនៅមានបញ្ហាទៅមុខទៀតឧទាហរណ៍ថាគាត់នឹងបាត់បង់ធ្មេញច្រើនជាងនឹងទៀតពីព្រោះគាត់មិនបានឆ្លងកាត់ការពិចារណាឬក៏ធ្វើត្រឹមត្រូវហ្នឹងបាទហើយជាយោបល់ជាចុងក្រោយដែលផ្ដល់ឲ្យទស្សនិកជនទាំងអស់គ្នាហ្នឹងអញ្ចឹងតកតងនឹងការគាត់ថែសារសុខភាពមាត់ធ្មេញអញ្ចឹងគាត់អាចមកពិនិត្យសុខភាពមាត់ធ្មេញដូចជាការសម្អាតធ្មេញឬក៏ប៉ះធ្មេញបើសិនជាដូចគ្រូមុងថាបើសិនជាថវិកាគាត់នៅតិចអញ្ចឹងគាត់អាចចូលមកនឹងក្នុងការលាងធ្មេញមុនគេបាទពីព្រោះបញ្ហាអញ្ចាញហ្នឹងធ្មេញគាត់ខូចតែមួយក៏ប៉ុន្តែបើសិនជាគាត់មិនលាងធ្មេញទេ10ឆ្នាំ20ឆ្នាំក្រោយគាត់អាចរង្គើទាំងអស់បាទនេះជាបញ្ហាដែលធំជាចម្បងជាលាងធ្មេញហ្នឹងបាទហើយបន្ទាប់មកគឺយើងប៉ះធ្មេញដែលថែសារធ្មេញបាទតកតងនឹងការផ្សេងយើងអាចពជាពេលបានបាទ
លោកគ្រូមួយទៀតមុនហ្នឹងយើងតាក់ទងមួយការព្យាបាលបើសិនអត់មានលទ្ធភាពនៅ Top 1 Dental Clinic មានការសម្រួលអីអត់ឧទាហរណ៍បើខ្ញុំមានចេតនាក្នុងការពុតថ្មិញអីចឹងលោកគ្រូមានបងមលួមានអីទេ មានការបងរស់បាន ចា ចាំខែ អញ្ចឹងក៏ពិតលោកគ្រូរឿងលទ្ធភាពដូចជាមិនមានបញ្ហាអីទេ ហ្នឹង ចាព្រោះមានសេវាកម្មបង មកលុយលុយទៅតាធ្វើទៅបងលុយតែលោកគ្រូខ្ញុំសុំកន្លែងនេះដើរតួនាទីកតិចចោះ ចាជួយ ព្រោះខ្ញុំតែងតែលឺជាទូទៅអ្នកដែលអត់ដាក់ថ្មិញណាគាត់តែងតែមានកំណត់មួយនឹងមនុស្សជុំវិញខ្លួនគាត់និយាយថាចេះថ្មិញមកគ្រាប់រាប់រយអាហ្នឹងតែថ្មិញផង ចា ចុះនៅដាំបកគោរាប់រយទៀតមកគ្រាប់1000ឲ្យបាច់ដាក់អីបើនៅតែពីអីបានណា ចា តើលោកគ្រូអាចមានអីបន្តិចដើម្បីលុបអាការគិតរបស់គាត់នឹងចោលបានឧទាហរណ៍ថាលោកគ្រូអាចនិយាយពីតម្លៃថ្មិញជាទូទៅទាបបំផុតប៉ុណ្ណាខ្ពស់បំផុតប៉ុណ្ណាដើម្បីគាត់ដឹងថាអូកាពិត6 7ឆ្នាំដែលគាត់រស់នៅមួយថ្មិញប្រហោហ្នឹងគាត់ចាញ់បោកអ្នកជុំវិញខ្លួនសោះអ្នកជុំវិញខ្លួនថារាប់រយ1000អីចឹងទៅមកគ្រាប់តែចាក់ស្ដែងថ្មិញតែប៉ុណ្ណេះហ្នឹងខំជឿគេអត់មកពេទ្យពីច្រើនបងជួបចឹង ចា លឺតែងតែលឺចឹងហ្នឹងហើយ តគ្នាចា តាពីបាននៅទុកសិនទៅមិនដាក់ទេថ្មិញទៅធ្វើយ៉ាងតិចណាក៏2000អី3000អីដែរមកគ្រាប់ហ្នឹងអញ្ចឹងគាត់លេងមកបណ្ដោយតែមកសួរពេទ្យគាត់ហ៊ានមក ចា តែលោកគ្រូមានអីដែល clear ព្រោះអាហ្នឹងខ្ញុំគិតថាខ្ញុំឃើញដែរណាខ្ញុំឃើញដែរ បញ្ហាហ្នឹងបើសិនជាគាត់នៅក្នុងលក្ខខណ្ឌមួយដែលគាត់មិនបានយល់នៅក្នុងមាត់ថ្មីគាត់ទេអញ្ចឹងគាត់គួរតែមកកន្សាសិនមកពិភាក្សាគ្នាសិនប្រឹក្សាគ្នាដើម្បីដឹងថាតើថ្មីគាត់គួរធ្វើអីខ្លះ ចា ទីហោថាគាត់មិនដល់ដំណាក់កាលថាដាំ implant ទេពីព្រោះតំដិតគាត់នឹងយល់ដឹងថាតើថ្មីហ្នឹងគួរតែថែរក្សាទុកឬក៏ដកចោលបាទបើសិនជាយើងអាចថែរក្សាការព្យាបាលហើយប៉ះឡើងបានយើងប៉ះបាទបើសិនជាគាត់ថាដំណាក់កាលមួយស្រោបហើយអញ្ចឹងយើងស្រោបទៅអញ្ចឹងថវិកាដែលចំណាយហ្នឹងនៅតិច បាទដូចថាគាត់ថាមិញហ្នឹងដកចោលហើយអញ្ចឹងយើងអាចធ្វើការដាំអញ្ចឹងយើងចំណាយអាចខ្ពស់តិចតួចក៏ប៉ុន្តែបើសិនជាយើងគិតមកវិញខូចថ្មិញមួយយើងធ្វើមួយតែបើសិនយើងធ្វើដោយនេះឆាបថ្មិញ3 4ឡើងទៀតវានឹងខូចអញ្ចឹងចាប់ពេលហ្នឹងចំណាយថវិកាកាន់តែច្រើនទីហោថាគាត់បានស្រោបទៅប្រហែលឆ្នាំក្រោយតំដិតណាដែលគាត់ប្រហែលក្នុងការងារឬក៏គាត់ថែសារដល់ខ្លួនឯងនឹងខ្ញុំអាចថាតំដិតនេះទេគឺគាត់ខ្លួនឯងទៀតគាត់ពេលរបស់រឹង ចឹងធ្វើឲ្យបែកថ្មិញទាំងអស់ចឹងធ្វើឲ្យខូចថ្មិញតចឹងគាត់ចំណាយថវិកាការច្រើន ចា បាទ អញ្ចឹងជាយោបល់ខូចមួយព្យាបាលមួយឬក៏ឧស្សាហ៍មកជួបគ្រូពេទ្យទៅ បាទ អត់សូវមានបញ្ហាចំណាយលុយច្រើនអីណារាប់ពាន់នេះខ្លានេះទេ លឺនៅ fan ខ្ញុំព្រោះមានកូនសិស្សគាត់ធ្លាប់ទៅមើលហើយគាត់អត់មានគាត់យកឲ្យប្រាប់គាត់កដាលហ្មងមកគ្រាប់ថ្មិញជាប់កាប់យើងហ្នឹងគាត់បាត់មួយហ្មងគាត់ថាគាត់អត់ហ៊ានទៅព្រោះអស់ថ្លៃដាក់ប៉ុណ្ណឹងយ៉ាងតិចណាក៏អស់3000ដែរអ្នកចិត្តខាងគាត់ប្រាប់ដល់ពេលអញ្ចឹងទៅខ្ញុំឲ្យគាត់ទៅដាក់ខ្ញុំថាទៅពេទ្យសិនទៅគាត់ថាគាត់មិនចេះទេទៅឲ្យអត់ដាក់ដូចខ្មាស់ពេទ្យខ្ញុំថាអញ្ចឹងក៏តាមហ្នឹងទៅដល់ពេលខ្ញុំប្រាប់ថាមិនទៅសិនហើយជួនកាលធូរឆ្លៃជាងដែលយើងលឺ ចា ហ្នឹងហើយអញ្ចឹងចង់តែ mention ឈ្មោះហ្នឹង ចាអញ្ចឹងបានលឺហើយចាកូនសិស្សលោកគ្រូចាសូមមេត្តារស់រាន់មកជួបជាមួយនឹងវិជ្ជបណ្ឌិតជំនាញរបស់យើងចាតបណ្ឌិតជំនាញគឺដុកទ័រណូចាដែលលោកផ្ដល់កិត្តិយសនៅនេះផ្ទាល់ជាមួយនឹង Top 1 Dental Clinic nhiều cái vô từng ở chỉ có lúc nè ban chia rụi mà hai từ lơ cái son từ này rồi bỏ dưỡng hai miếng bò miếng trán này nên không có được hẹp bằng ở đáy sừng hẹp bằng ở té có bàn tay chia xa trong cõi nên không có xung cả nhát chùm riệp chun lúc nè tha rư ca chứa vì đôi lúc của bạn lực là trứng sai lơ chùm nư rồi bỏ dưỡng mà nè bàn tay vì chia xa nơi tại đa tu sủng khán ngầu hay còn ai cạch bàn đại hai nít còn là chia ca lực là cái son từ clay môi tế hai nhung có sản phẩm thay dưới nâng miếng cái son từ này chỉ tràn tiết chun từ đó lục nẹt đài ta sản phẩm thay lục nẹt bàn tu sửa hói cho rùm chạy đồng lệ bằng to tại can bông bò được bỏ dương đã miếng ca pon chờ lắm từ lơ hướng bành hà so với mót mình rồi có miếng bành hà mình toàn chắc ba tại tông từ ngày hay ấy cứ dương nâng miếng chạy tàn nó không ca chạy đồng lệ lục nẹt từ lơ bật thiên bọn nền chân xuôi meta chú chạy đồng lệ bật to hai ở vậy đây nên khi mà lực lang chỉ thôi mà đòn tiết nơi bị cào snap nhậnរបស់យើងមានសាច់រឿងច្រើនណាស់ហើយកម្មវិធីនេះគឺជាកម្មវិធីដ៏ពិសេសដែលនាំមកជូនលោកអ្នកដោយ Top 1 Dental Clinic Beyond the Smile by Top 1សូមអរគុណសម្រាប់ការទស្សនាយើងនឹងជួបគ្នានៅឱកាសក្រោយទៀតសូមគោរពលា